អាមេរិកកាត់ទោសបរិសម្នាក់ដាក់ពន្ធនាគារ7ឆ្នាំពីបទលួចការសម្ងាត់ឲ្យរុស្ស៊ីទីក្រុង Washington ការសម្ងាត់របស់អាមេរិកនៅក្នុងវិស័យការពារជាតិបានធ្លាក់ទៅដល់ដៃរុស្ស៊ីទៀតហើយលើកនេះប្រព្រឹត្តឡើងដោយបរិសម្នាក់ដែលលក់ព័ត៌មានសម្ងាត់ជាថ្នូរនឹងលុយបរិសម្នាក់ដែលបម្រើការជាបុគ្គលិកជាប់កិច្ចសន្យានៅក្រសួងការពារជាតិអាមេរិកត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ7ឆ្នាំពីបទលក់ការសម្ងាត់ពាណិជ្ជកម្មទៅឲ្យអ្នកទិញម្នាក់ដែលមានទំនាក់ទំនងនៅប្រទេសរុស្ស៊ីទន់ដិតឈ្មោះ Peter William វ័យ39ឆ្នាំជាពលរដ្ឋអាមេរិកកាំងដើមកំណើតអូស្ត្រាលីគាត់បានឆ្លើយសារភាពថាពិតជាបានលក់ software សម្រាប់ពង្រឹងសន្តិសុខព័ត៌មានវិទ្យាចំនួន8 software រួមទាំងព័ត៌មានសម្ងាត់ទៅឲ្យអ្នកទិញភាគហ៊ុនជនជាតិរុស្ស៊ីម្នាក់នៅក្នុងតម្លៃ$4 លានភាគីទាំងពីរប្រើប្រាស់រូបិយប័ណ្ណគ្រីបតូសម្រាប់ទូទាត់តម្លៃគាត់យកលុយនេះទៅទិញគ្រឿងអលង្ការនាឡិកាដៃផ្ទះនិងធ្វើដំណើរកម្សាន្តលំដាប់ខ្ពស់នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងយុតិធធម៌រដ្ឋអាជ្ញាអាមេរិកលោកស្រី Jeanine Pirro ថ្លែងថា software ដែលទាន់ដិតរូបនេះបញ្ជូនទៅឲ្យរុស្ស៊ីនិងជួយឲ្យរុស្ស៊ីជ្រៀតចូលឧបករណ៍ប្រើប្រាស់រាប់លានគ្រឿងលោកស្រីថ្លែងបន្តទៀតថាបទល្មើសដែលបរិសុទ្ធនេះបានប្រព្រឹត្តមិនត្រឹមតែជាការលួចប៉ុណ្ណោះទេប៉ុន្តែជាបទល្មើសដែលប៉ះពាល់ដល់សន្តិសុខជាតិរបស់អាមេរិកផងដែរលោក William កាលពីមុនចាប់ខ្លួននិងកាត់ទោសគាត់មានតួនាទីជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Transchain ជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកស៊ើបការសម្ងាត់និងគ្រប់គ្រងដោយក្រុមហ៊ុនចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិអាមេរិកដើម្បីផ្គត់ផ្គង់សេវាផ្សេងៗក្រុមហ៊ុនខាងលើនេះមានឯកទេសប្រើប្រាស់ software ដែលអាចជួយឲ្យភ្នាក់ងារសម្ងាត់អាមេរិករួមជាមួយក្រុមសម្ព័ន្ធមិត្តជ្រៀតចូលទៅក្នុងប្រព័ន្ធ network computer ដែលមិនសូវមានប្រព័ន្ធការពារខ្លាំងនិងឧបករណ៍ចល័តដូចជា smartphone, tablet ចាប់ពីខែមេសាឆ្នាំ2022ដល់ខែសីហាឆ្នាំ2025William បានជ្រៀតចូលក្នុងប្រព័ន្ធ network របស់ក្រុមហ៊ុនចុះកិច្ចសន្យាជាមួយក្រសួងការពារជាតិដើម្បីលួចយក software សំខាន់ៗដែលផលិតឡើងផ្ដាច់មុខសម្រាប់រដ្ឋាភិបាលអាមេរិកនិងសម្ព័ន្ធមិត្តចាប់ពីពេលនោះមកគាត់ចេះតែបន្តលួច software សម្ងាត់ជាហូរហែដល់ទទួលបានប្រាក់$4 លានជាលុយគ្រីបតូគាត់ក៏ទទួលបានលុយជាសាច់ប្រាក់$1.3 លានផងដែរទោះបីដឹងថា FBI ចាប់ផ្ដើមសង្ស័យនិងតាមដានគាត់ក៏ដោយគាត់នៅតែបន្តបំលែងលុយគ្រីបតូទៅជាសាច់ប្រាក់ជាបន្តបន្ទាប់គាត់ទិញរថយន្ត Mark Tesla Model X ឆ្នាំ2022ទិញរថយន្ត Porsche ឆ្នាំ2018គ្រឿងអលង្ការនាឡិកាសម្លៀកបំពាក់និងផ្ទះ William បានឆ្លើយសារភាពទទួលស្គាល់ទោសកំហុសរបស់ខ្លួនកាលពីថ្ងៃទី29ខែតុលាឆ្នាំ2025ពីបទលួចការសម្ងាត់ពាណិជ្ជកម្មក្រៅពីជាប់ពន្ធនាគារ87ខែតុលាការបង្គាប់ឲ្យសមត្ថកិច្ចតាមដានគាត់រយៈពេល3ឆ្នាំក្រោយពេលចេញពីពន្ធនាគារបង្គាប់ឲ្យបង់ប្រាក់ពិន័យ$1.3 លាននិង$1.3 លានទៀតពីបទរំលោភកិច្ចសន្យា William ទទួលស្គាល់ទង្វើរបស់គាត់ថាធ្វើឲ្យក្រុមហ៊ុនខាត់បង់ប្រាក់$35 លានបាទបងប្អូនទាំងអស់គ្នាព័ត៌មានដែលបានរៀបរាប់ខាងលើនេះគឺពាក់ព័ន្ធទៅនឹងសហរដ្ឋអាមេរិកដែលមានបរិសុទ្ធម្នាក់ដែលមានតួនាទីជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិកដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកស៊ើបអង្កេតសម្ងាត់បានលួចព័ត៌មានសម្ងាត់ដែលហៅជាភាសាបច្ចេកទេសថា software យកទៅលក់ឲ្យរុស្ស៊ីហើយគាត់ក៏ត្រូវបានអាមេរិកយកទៅដាក់ទោសឲ្យជាប់ពន្ធនាគារអញ្ចឹងពុកម៉ែបងប្អូនបានទស្សនាព័ត៌មាននេះហើយសូមកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំមួយផងខ្ញុំមើលទៅព័ត៌មានដែល YouTube បោះឲ្យខ្ញុំគឺបងប្អូនទស្សនាច្រើនគួរសមដែរប៉ុន្តែបងប្អូនអត់ចុច Subscribe ឲ្យខ្ញុំទេអញ្ចឹងបើបងប្អូនទាំងអស់គ្នាចង់ទទួលបានព័ត៌មានអន្តរជាតិថ្មីៗជារៀងរាល់ថ្ងៃសូមកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំមួយទៅវាអត់មានខាតអីទេអញ្ចឹងសូមអរគុណសូមជម្រាបលា